បងប្អូននេះចំណាំតែខ្ញុំនាំបងប្អូនមកមើលការញ៉ាំបែបវត្តហ្នឹងបងប្អូនឥឡូវគេភ្ជួរឲ្យស្រែបងប្អូនឥឡូវខ្ញុំនាំបងប្អូនទៅបេះតកួនអានេះគេសាបបងប្អូនស្រែគេសាបស្រែគេសាបហើយបងប្អូនគេព្រុះហើយចាំបងប្អូនកូនចាំបងប្អូនបងទេសភាពនៅក្រោយភូមិរបស់ខ្ញុំបងប្អូនចាំបងប្អូនមកកូនខ្ញុំនាំកូនមកបេះតកួនបងប្អូន